Ok, tôi đây sẽ là nó ní chụp ní chụp mây mà chỉ muốn nâng ca bạc bằng hai nơi việc này ca bằng ca việc này ca phơi là cái nào hoặc phơi ở bên website blog bao giờ bao công thông Google nó ở những cảnh app slide dương muốn đời dương ở bài trăm pra thiên là đại dương khơi chụp rung riêng website nó rồi bao Google thì lấy những chỗ không blog thì ngọt ní chân tới về mình ngọt là chụp blog và ngọt như nó blog.com ក្រោយពីអ្នកទាំងអស់គ្នាធ្វើការចូលទៅក្នុងនោះហើយអ្នកទាំងអស់គ្នានិយាយឃើញថាយើងអាចធ្វើការបដូរទំនុក website របស់យើងតាមរយៈរូបរាងដែលមានស្រាប់របស់ Google ហ្នឹងយើងហៅថា classic wordpress classic ដែលជាបង្កើតមកស្រាប់ហ្នឹងយើងចូល template មកយើងដូរឬក៏យើងពេលយើងបង្កើតវាឲ្យយើងជ្រើសរើសស្រាច់ប៉ុន្តែយើងអាចដូរនៅពេលក្រោយបានយើងចូលមកយើងរើណាប្រភេទណាមួយក៏បានដែរយើងជាប្រភេទ simple ប្រភេទអីហ្នឹងប៉ុន្តែយើងមើលទៅឃើញថាវាមិនពេញចិត្តហើយទម្រង់វាក៏វាមានតិចទៅទៀតនេះហើយយើងថាក៏កែក៏វាពិបាកនឹងកែហើយយើងថាបើបងចង់នឹងមិនប្រើក៏ប្រើវាមិនកើតដូច្នេះហើយវិធីដែលងាយថាយើងធ្វើការជ្រើសរើសយកប្រភេទណាមួយដើម្បីងាយស្រួលកសាយើងហ្នឹងហើយនៅពេលហ្នឹងគឺខ្ញុំសូមបង្ហាញរបៀបហ្នឹងគឺការយើងយក web ទម្រង់រូបរាង website របស់គេរតីដែលគេបង្កើតមកស្រាប់ៗមកដាក់នៅក្នុង website របស់យើងឥឡូវហ្នឹងខ្ញុំសូមបង្ហាញ website មួយដែលមានឈ្មោះថាkaizensimple.com ហ្នឹងនឹងខ្ញុំជួយជ្រើសរើសឃើញហ្នឹងគឺយើងចូលមកក្នុងហ្នឹងមកហើយនៅក្នុងហ្នឹងក៏នៅក្នុង online ហ្នឹងក៏វានៅក្នុង Google ហ្នឹងក៏វាមានបង្ហាញដែរជាប្រភេទ template ផ្សេងៗទៀតដែលដោយឡែកគឺវាមានទម្រង់ខុសៗគ្នាភាគច្រើនហ្នឹងរបស់ដែល free គឺវាកម្រសូវប្រសើរណាព្រោះវាអត់មាន responsive វាអត់មានប្រែប្រួលតាមទម្រង់ website ទម្រង់ប្រភេទទូរស័ព្ទប៉ុន្តែនៅក្នុងហ្នឹងគឺវាគេរៀបចំមកជាប្រភេទលក់ហើយវាមើលទៅវាស្អាតតែម្ដងយើងឃើញនៅក្នុងហ្នឹងស្រាច់ហើយគឺយើងឃើញមកនេះគឺជាប្រភេទមកនេះគឺវាស្គាល់គ្រប់ប្រភេទទូរស័ព្ទតាំងពី iPad iPhone តាំងពីប្រភេទ Windows Phone Tablet អីគឺយើងស្គាល់ទាំងអស់ហើយកុំព្យូទ័រក៏យើងស្គាល់ដែរហ្នឹងហើយហើយចាំមកទៀតយើងគ្រាន់តែ click ធ្វើការ download វាមកឧបមាថាខ្ញុំធ្វើការទាញយកលើផុន chat phrase click លើវាមកយើងធ្វើការ live review ក៏បានចូលមកក្នុងហ្នឹងមកដើម្បីធ្វើការមើលហើយតែវាអំបងគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាសិនដើម្បីថាយើងដឹង download ទៅរបៀបម៉េចឬយើងបង្ហាញ website មួយចឹងហ្នឹងនេះគឺជាទម្រង់ website របស់វាដែលថាដំណើរការលើប្រព័ន្ធកុំព្យូទ័របាទទម្រង់វាស្អាតដែរហ្នឹងគឺទម្រង់ធម្មតាព្រោះទម្រង់អត់គិតលុយអានេះរបស់យើងគិតលុយមិនប៉ុណ្ណឹងទេតែគេថាយើងឆ្នៃយើងអាចប្រើបានព្រោះស្អាតមិនចាញ់ទេដែរទម្រង់គេគិតលុយហើយគឺមានភេទជាច្រើនដើម្បីយើងនិយាយចែកបន្ថែមបានច្រើនជាងប៉ុន្តែវានិយាយពីបញ្ហានៃការបន្ថែមទាំងអស់ហ្នឹងវាមិនជាមានលក្ខណៈពិសេសទេសំខាន់គឺយើងអាចមានរបស់ប្រើហើយមើលទៅវាប្រសើរទៅដែរវាអត់មានជាប់អញ្ញើច្រើនផ្នែកបន្ថែមទៀតអាហ្នឹងយើងមានរយៈក្រោយទៀតតែឥឡូវនេះយើងយកពីរបៀបការទាញយកទៅសិនហ្នឹងហើយដល់ការយើងឃើញអញ្ចឹងហើយយើងគ្រាន់តែ click មកយើងគ្រាន់តែចុចទៅលើពាក្យ download មកហ្នឹងយើងចូលមកអានេះវាធ្វើការភ្ជាប់ឲ្យយើងទៅក្នុងចូល box ហ្មង download មកបើសិនមកអ្នកទាំងអស់គ្នាអត់មាន account ទេក៏អត់មានគណនីទេចូលទៅបង្កើតគណនីមួយរបស់ក៏បានដែរព្រោះមិនងាយស្រួលថ្ងៃក្រោយយើងអាច upload ទៅបង្ហោះយកគណនីទៅចូលទៅបានហើយយើង download មកទៅ download បិទចោលមកឥឡូវនេះគឺទំព័រ blog របស់ខ្ញុំហ្នឹងគឺវាឈ្មោះថា test mode ដែលមាន test មួយហ្នឹងគឺវាមានទម្រង់ថាលក្ខណៈថាវានៅជាលក្ខណៈធម្មតាវាមានទេយើងស្អាតអីទេយើងប្រើរបស់ blogger តែម្ដងហើយបន្តមកទៀតយើងចង់កែវាឲ្យខ្លាយជាទម្រង់ដូចទម្រង់យើងឃើញហ្នឹងយើងដូរវាទៅជាចឹងវិញម្ដងហើយវាស្អាតជាងមុនហើយវា responsive វាស្គាល់ប្រភេទទូរស័ព្ទដែរព្រោះមានរូបរាងរបស់ blog ខ្លះហ្នឹងគឺអត់ responsive ទេដែលយើងហៅថាអត់ប្រែប្រួលតាមប្រភេទទូរស័ព្ទទេគឺវាបានស្គាល់តែមួយប្រភេទទេឥ
ឥឡូវនេះយើងចាប់ផ្ដើមធ្វើការដកវាចេញមកនេះឥឡូវនេះយើង download បានពេញហើយយើង open មកនេះអ្វីយើងត្រូវការគឺយើងត្រូវការតកូដមួយនឹងទេគឺជាប្រភេទ XML file ចំណុចហ្នឹងគឺចំណុច XML file ហ្នឹងគឺយើង copy វាចេញមកក្រៅមកដាក់ទីតាំងកន្លែងណាក៏បានឲ្យតែមានភាពងាយស្រួលសម្រាប់លោកអ្នកក្នុងការស្វែងរកស្វែងវាចេញមកបិទវាចោលដល់មកទៀតវាចូលទៅក្នុងblog របស់យើង website របស់យើងមកយើងចូលទៅក្នុង web app store ហើយយើងហៅថាធ្វើការយកចំណុចឬក៏ដល់នៅសារចំណុចឬក៏ខំចំណុចចូលវិញទៅចូលក្នុង website ហ្នឹងនៅក្នុងកន្លែងនេះអ្នកទាំងអស់គ្នាអាចធ្វើការបង្ហោះបញ្ចូលតាមរយៈការចាប់វាដាក់បញ្ចូលតែម្ដងដូចជាចំនួនខ្ញុំថាបងមកខាយហ្នឹងចេះមកគឺ load ឲ្យគ្នាឬក៏អ្នកទាំងអស់គ្នាថាអត់ចង់ធ្វើអញ្ចឹងទេយើងអាចคลิกលើ file ហ្នឹងហើយយើងចូលទៅក្នុងទីតាំងដែលយើងបានដកវាចេញមកហ្នឹងដល់ជា file ដល់ជាចំណុច RAM ហ្នឹងហើយទៅជាទៅ upload ទៅហ្នឹងយ៉ាងហើយរងចាំវាដំណើរការរយៈពេលមួយសន្ទុះដើម្បីឲ្យវាមាននេះក៏ការ upload របស់យើងមកការយើងធ្វើការបង្ហោះ result ទៅគឺវាបង្ហាញជាអក្សរដូចមិនហ្នឹងតែវាយើងធ្វើការបង្ហោះ result ហើយគឺជំនុំខាងនោះគឺផ្លែព្រួលដែរតែខ្ញុំបញ្ជាក់មួយគឺថាដល់ពេលដែលយើងធ្វើការដាក់អញ្ចឹងហើយនៅក្នុង website ហ្នឹងគឺយើងប្រើជាប្រភេទ HTML code ហើយគឺវា support ដែរហើយយើងថា responsive ហ្នឹងគឺស្គាល់នៅប្រភេទទូរស័ព្ទគ្រប់ប្រភេទទាំងអស់ហើយយើងត្រូវការបិទប្រភេទទូរស័ព្ទណាប្រភេទគេហទំព័រដែលដំណើរការលើទូរស័ព្ទចេញយើងក៏ចុចលើ setting មកនេះគឺកែសម្រួលវាមកនេះហើយចាំមកទៀតចុចលើ no ហ្នឹងគឺយើងមិនធ្វើការបើកបង្ហាញវានៅលើប្រភេទទូរស័ព្ទទេគឺចេះមកហ្នឹងគឺយើងបិទហើយដូច្នេះហើយគឺវានឹងដំណើរការលើប្រភេទនៅ HTML ដូចគេហៅថា code ដែលយើងបានបង្ហោះថ្មីហ្នឹងបាទដោយសារតើនៅទីនេះគឺខ្ញុំពិបាកនឹងការបើកបង្ហាញតែអ្នកទាំងអស់គ្នាអាចធ្វើការធ្វើតេស្តខ្លួនឯងផ្ទាល់បាននៅពេលដែលធ្វើការបដូរហើយយើងបិទអានេះហើយយើងធ្វើការបើកលើទូរស័ព្ទគឺយើងឃើញរូបរាងវាប្រែប្រួលភ្លាមតែម្ដងឥឡូវនេះគឺយើងមើលនៅកុំព្យូទ័ររបស់យើងទៅហ្នឹងហើយគឺទម្រង់របស់យើងហ្នឹងដោយសារតែយើងមើលឃើញនៅខាងក្នុងនឹងស្អាតតែហេតុអីយើងមើលនៅខាងនេះអត់ទៅស្អាតដោយសារតែការបង្ហោះរបស់យើងគឺយើងអត់ទៅមកកែសម្រួលទេហើយគឺថាយើងកែសម្រួលតាំងពីតួអក្សរនិងកូដតួអក្សរយើងកែអក្សរតាំងពីឈ្មោះតាំងពីរបៀបនៃការនិងតាំងពីចំណុចខាងលើក្រោមហ្នឹងយើងកែទាំងអស់បង្ហោះឲ្យបានស្អាតយើងកែតាំងពី footer ហ្នឹងដែលហៅថាចំណុចជើងខាងក្រោមហ្នឹងក៏ដូចគ្នាដែរដើម្បីឲ្យវាស្អាតហ្នឹងហើយឥឡូវនេះគឺខ្ញុំសូមបញ្ជាក់បន្ថែមតិចពីនៅផ្នែកបញ្ហាទាំងអស់ហ្នឹងគឺយើងបន្តនៅក្រោយទៀតហើយបើសិនបើមានពេលខ្ញុំនឹងរៀបចំជាវីដេអូតាក់ទងជាមួយនឹងការសិក្សាលើកម្មវិធី Word ព្រោះថាមានពេលខ្លះទៅមានបងប្អូនយើងមួយចំនួនក៏ចាប់អត់ទាន់មានការស្វែងយល់អំពីកម្មវិធី Word ដែរប៉ុន្តែខ្ញុំចែករំលែកចំចំណេះដែលខ្ញុំមាននៅក្នុងការជួយបានហើយចុងក្រោយនោះគឺខ្ញុំចូលអភ័យទោសនៅរាល់ការនិយាយពាក្យពេចន៍មានការខុសឆ្គងលើសលួសការណាមួយទៅជាងការនិយាយភាសាអង់គ្លេសទៅបូកភាសាខ្មែរបូកអង់គ្លេសច្បល់ចូលគ្នាហើយបងប្អូនខ្លះស្ដាប់មិនបានគេថាអាលំបាល់យកអង់គ្លេសឬខ្មែរឬអង់គ្លេសអញ្ចឹងទៅនេះហើយខ្ញុំខំមានការប្រកាន់លើសលួសហើយខ្ញុំជំនាញពីចម្ងល់អីគេអាចធ្វើការខមមិនបាននៅក្នុងក្រោមវីដេអូហ្នឹងបាទនេះជាការចែករំលែកដើម្បីឲ្យគ្នាខ្មែរគ្នាយើងហ្នឹងគឺអាចទទួលបានចំណេះកាន់តែថ្មីឲ្យកាន់តែប្រសើរជាងមុនហើយចុងក្រោយនេះខ្ញុំចង់និយាយថាគ្មានអីប្រសើរជាងការដែលយើងទៅជួយគ្នាយើងក្នុងការចែករំលែកព័ត៌មានពីចំណេះដឹងទេដើម្បីជាធនធានមួយសម្រាប់បង្កើតធនធានដល់ខ្មែរយើងការកែច្នៃការចំណេះដឹងរបស់យើងហ្នឹងកាន់តែប្រសើរឡើងអភិវឌ្ឍខ្លួនយើងកាន់តែប្រសើរឡើងហើយនេះគឺជាផ្នែកមួយដែលខ្ញុំអាចធ្វើទៅបានដូច្នេះខ្ញុំក៏ធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នានឹងការចែករំលែកមួយ
ហើយនៅវគ្គក្រោយៗទៀតហ្នឹងសូមបងប្អូនគឺគ្រប់គ្រងផងយើងខ្ញុំធ្វើការរៀបចំជាប្រភេទបង្ហាញពីឯកសារជាប្រភេទវីដេអូដែលពន្យល់អំពីការប្រើប្រាស់ Word ហើយ Excel ហ្នឹងគឺតាមលំដាប់តាមលំដោយបន្តទៅមុខទៀតនឹងយើងនិយាយអំពីការប្រើប្រាស់ browser សិនបាទហើយសូមឲ្យបងប្អូនទាំងអស់គ្នាហ្នឹងជួយគ្រប់គ្រងហើយក៏បើសិនជាអាចក៏ជួយ like share ផងចុះធ្វើដើម្បីឲ្យចែករំលែកពីចំណេះដឹងហ្នឹងទៅឲ្យបងប្អូនខ្មែរយើងគ្នាជាផ្សេងទៀតដើម្បីជាការទីមួយយើងជាលក្ខណៈថាជាចំណេះដឹងខ្មែរគ្នាយើងទីពីរហ្នឹងក៏ធ្វើឲ្យខ្មែរគ្នាយើងមានចិត្តក្នុងការរៀនសូត្រដើម្បីឲ្យខ្មែរគ្នាយើងរៀនបានចាំបាច់ទៅឲ្យខ្លួនយើងហ្នឹងជួយចែករំលែកដើម្បីជាបច្ចុប្បន្នមួយដើម្បីជំរុញឲ្យគ្នាយើងមានការរៀនសូត្រទៅបញ្ហាទាំងអស់ហ្នឹងហ្នឹងហើយឥឡូវហ្នឹងខ្ញុំសូមអរគុណហើយខ្ញុំជម្រាបលាបងប្អូនទាំងអស់គ្នាទៅត្រឹមប៉ុណ្ណឹងសូមអរគុណ